គឺសំឡេងរថភ្លើងសួស្តីក្មេងៗទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Kid Podcast កម្មវិធីដែលនាំក្មេងៗទៅស្វែងយល់អំពីរឿងថ្មីៗដើម្បីជួយឲ្យយើងរៀនចេះគិតនិងរីកចម្រើនជារៀងរាល់ថ្ងៃខ្ញុំឈ្មោះសំណាងជាពិធីការនីរបស់អ្នកទាំងអស់គ្នាហើយនៅក្នុងវគ្គថ្ងៃនេះយើងនឹងទៅស្គាល់អំពីរថភ្លើងតើរថភ្លើងដំណើរការយ៉ាងដូចម្តេចតើវាធ្វើដំណើរទៅណាហើយហេតុអ្វីបានជាក្មេងៗជាច្រើនស្រឡាញ់វាតោះត្រៀមខ្លួនឡើងជិះរថភ្លើងជាមួយគ្នាហើយចាប់ផ្ដើមដំណើរផ្សងព្រេងរបស់យើងឥឡូវនេះនៅចន្លោះឆ្នាំ1800និង1825មានរថភ្លើងដែលគ្មានម៉ាស៊ីននៅប្រទេសវែលនិងអូទ្រីសសេះបានអូសទូរថភ្លើងតាមបណ្ដោយផ្លូវដែកវាជាការធ្វើដំណើរដែលរលូនជាងការធ្វើដំណើរតាមផ្លូវគោករថភ្លើង Locomotion របស់លោក Stephenson គឺជាម៉ាស៊ីនដំបូងគេដែលត្រូវបានប្រើប្រាស់នៅលើផ្លូវដែកសាធារណៈគឺផ្លូវដែក Stockton និង Darlington ក្នុងឆ្នាំ1825 4ឆ្នាំក្រោយមករថភ្លើង Rocket របស់លោក Stephenson បានឈ្នះប្រាក់500 ផោនក្នុងការប្រកួតមួយនៅ Renfield ទីក្រុង Liverpool លោក Richard Treverton ដែលជាវិស្វកររ៉ែម្នាក់បានបង្ហាញម៉ាស៊ីនចល័តនៅលើផ្លូវដែកជាលើកដំបូងនៅឆ្នាំ1804វាបានអូសមនុស្ស70នាក់និងរ៉ែដែក10តោននៅពីមុខហ្វូងមនុស្សដែលកំពុងមើលដោយការភ្ញាក់ផ្អើលម៉ាស៊ីនបន្ទាប់របស់គាត់បានក្លាយជាយានជំនិះក្នុងពិព័រណ៍ទៅវិញអស្ចារ្យណាស់មានរថភ្លើងសេះកាលពី100ឆ្នាំមុនសាខា Filtona នៃផ្លូវដែក Great Northern របស់ប្រទេសអ៊ីរឡង់នៅតែដំណើរការដោយកម្លាំងសេះរហូតដល់ដើមទសវត្សរ៍ឆ្នាំ1950ពិតមែនហើយលោក Hero នៃ Alexander បានសរសេរអំពី Balvel ដែលដើរដោយចំហាយទឹកហៅថា Aeolipil ក្នុងឆ្នាំ200មុនគ្រិស្តសករាជប៉ុន្តែនៅសម័យកាលនោះការប្រើប្រាស់កម្លាំងទេសកលគឺឥតគិតថ្លៃដូច្នេះគ្មាននរណាម្នាក់ខ្វល់ខ្វាយនឹងការប្រើប្រាស់ម៉ាស៊ីននេះជាឧបករណ៍សន្សំកម្លាំងពលកម្មឡើយរថភ្លើងប្រើឧបករណ៍ភ្ជាប់ពិសេសដែលហៅថាឧបករណ៍តភ្ជាប់ដើម្បីភ្ជាប់ផ្នែកផ្សេងៗគ្នាកាលពីមុនរថភ្លើងត្រូវបានភ្ជាប់ដោយដៃដែលអាចបង្កគ្រោះថ្នាក់ក្បាលរថភ្លើងគឺជាផ្នែកមួយនៃរថភ្លើងដែលមានម៉ាស៊ីនវាធ្វើការទាញឬរុញរថភ្លើងតាមបណ្ដោយផ្លូវដែកក្បាលរថភ្លើងអាចនឹងត្រូវផ្ទុកឥន្ធនៈពួកវាមានកង់ពិសេសដើម្បីតោងជាប់ផ្លូវដែករថភ្លើងធ្វើដំណើរនៅលើផ្លូវដែកដែលពួកវាស្ថិតនៅដូច្នេះពួកវាមិនត្រូវការចង្កូតទេបុគ្គលិកក្នុងប៉ុស្តិ៍សញ្ញាអាចប្តូរទិសដៅរបស់រថភ្លើងបានដោយផ្លាស់ប្តូរប្រព័ន្ធបំបែកផ្លូវពិសេសនៅក្នុងផ្លូវដែកអស្ចារ្យណាស់រថភ្លើងខ្លះផ្អៀងរថភ្លើងល្បឿនលឿនទំនើបបត់ផ្លូវកោងយ៉ាងលឿនដែលអាចធ្វើឲ្យអ្នកដំណើររលាក់ចុះឡើងកុំព្យូទ័រនៅក្នុងរថភ្លើងវាស់ដឹងពីកម្លាំងចំហៀងហើយធ្វើឲ្យរថភ្លើងផ្អៀងទៅទិសម្ខាងទៀតដោយរក្សាបាននូវតុល្យភាពយ៉ាងល្អដូច្នេះអ្នកធ្វើដំណើរអាចផឹកតែឬកាហ្វេដោយក្តីរីករាយពិតមែនហើយយ៉ាងហោចណាស់រថភ្លើងខ្លះធ្លាប់បានប្រើកម្លាំងខ្យល់ក្នុងការជំរុញល្បឿនជាពិសេសនៅពេលដែលពិបាករកប្រេងឥន្ធនៈផ្លូវដែក Baltimore និង Ohio របស់អាមេរិកបានធ្វើការសាកល្បងប្រើប្រាស់ជាមួយថាមពលក្តោងក្នុងទសវត្សរ៍ឆ្នាំ1830ផ្លូវដែក Pennsylvania របស់អាមេរិកបានប្រើម៉ាស៊ីនម៉ាស៊ូត Baldwin ជាគូម៉ាស៊ីននីមួយៗមានកង់តូចៗ12នៅសងខាងនៅពេលភ្ជាប់ជាចូលគ្នាវាបង្កើតបានកម្លាំងដ៏មហិមា6000សេះហើយក្បាលរថភ្លើងម៉ាស៊ីនម៉ាស៊ូតនេះមានជើងរហូតដល់ចំនួន24
សិនបើបងប្អូនក្មួយចូលចិត្តពាក្យថ្ងៃនេះសូមចែករំលែកទៅមិត្តភ័ក្តិរបស់អ្នកនិងកុំភ្លេចចុចតាមដាន Kid Podcast ផងអរគុណសម្រាប់ការស្ដាប់ជួបគ្នាវិញនៅវគ្គក្រោយ